ខ្ញុំបាទសូមជំរាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាដែលជាប្រជាជនខ្មែរយើងរស់នៅសហរដ្ឋអាមេរិកពេលនេះខ្ញុំបាទតំណាងឲ្យផលិតកម្ម Royal បានចុះមកយកទស្សនវិជ្ជាជាក់ស្ដែងដែលមានបាតុភូតចម្លែកគឺនៅក្នុងទឹកដីខេត្តកំពង់ចាមយើងនេះឯងការដែលពេលខ្ញុំចេញដំណើរពីទីក្រុងភ្នំពេញមកដល់ខេត្តកំពង់ចាមគឺមានចម្ងាយដីប្រហែលជា120គីឡូម៉ែត្របាទគឺខ្ញុំធ្វើដំណើរពីទីក្រុងភ្នំពេញមកដល់ទឹកដីខេត្តកំពង់ចាមមានចម្ងាយផ្លូវប្រហែលជា120គីឡូម៉ែត្រហើយធ្វើដំណើរពីទីរួមខេត្តកំពង់ចាមមកដល់នៅក្នុងស្រុកកោះសិទិនខេត្តកំពង់ចាមប្រហែលជា10គីឡូម៉ែត្រទៀតគឺធ្វើដំណើរដោយឆ្លងកាត់បណ្ដោះឆ្លងកាត់ទន្លេគេមានបណ្ដោះយើងធ្វើអំពីអាស័យហើយមានការលំបាកខ្លាំងណាស់ទម្រាំមកដល់ទឹកដីកោះប៉ែននេះដើម្បីមកផ្ដិតយករូបភាពជាក់ស្ដែងនិងពិតប្រាកដចែកជូនបងប្អូនទស្សនានៅបាតុភូតចម្លែកដែលកើតមាននៅលើទឹកដីកោះសិទិនខេត្តកំពង់ចាមយើងនឹងតែម្ដងគឺភ្លើងដែលឆេះចេញពីដីពិតប្រាកដហើយយើងអាចដុតទៀនយើងអាចដុតធូបនៅកន្លែងភ្លើងចំហាយភ្លើងដែលចេញពីក្នុងដីនឹងបានហើយមានទឹកពុះមានអីគឺជាបាតុភូតចម្លែកមួយដែលកើតមុនពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងនេះហើយពេលនេះផលិតកម្ម Royal យើងខ្ញុំបានចុះមកយកទស្សនវិជ្ជាជាក់ស្ដែងគឺបាតុភូតចម្លែកហ្នឹងកើតនៅក្នុងទឹកដីកោះសិទិននៅក្បែរមាត់ទន្លេមេគង្គយើងតែម្ដងហើយខ្ញុំបាទមកឃើញជាក់ស្ដែងតែម្ដងនៅតាមរណ្ដៅដែលគេជីកសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងមកទស្សនាហើយនឹងឲ្យឃើញពិតប្រាកដថាតើបាតុភូតចម្លែកហ្នឹងកើតឡើងពិតប្រាកដឬក៏ជាការខ្លែងបន្លំដែលមានភ្លើងឆេះចេញពីក្នុងដីមកតែម្ដងហើយពេលនេះខ្ញុំនឹងនាំបងប្អូននិងប្រិយមិត្តទស្សនិកជនអស់លោកស្រីនៃនាងកញ្ញាទៅឃើញទស្សនវិជ្ជាប្លែកតើភ្លើងហ្នឹងវាឆេះចេញពីដីតាមបែបផែនរបៀបណាព្រោះវាជាបាតុភូតចម្លែកមួយមិនដែលជួបប្រទះនៅក្នុងប្រទេសកម្ពុជាយើងទេនេះជាលើកទី1ហើយដែលវាកើតបាតុភូតចម្លែកគឺកើតនៅក្នុងមុនពេលចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើងដូច្នេះសូមអញ្ជើញបងប្អូនលោកស្រីដែលនាងកញ្ញាទាំងអស់អញ្ជើញទៅតាមមើលទស្សនវិជ្ជាជាក់ស្ដែងជាមួយខ្ញុំបាទសូមអញ្ជើញឥឡូវនេះខ្ញុំបាទចុះមកដល់រណ្ដៅដែលភ្លើងឆេះនឹងហើយឥឡូវនេះខ្ញុំយកធូបដុតដើម្បីបញ្ជាក់ការពិតថាភ្លើងនឹងឆេះចេញពីដីមែនគឺមានរុនហុយមួយដូចជារុនចង្រិតចឹងប៉ុន្តែមានភ្លើងឆេះចេញជារៀងរហូតអត់រលត់ទេឥឡូវខ្ញុំដុតធូបឲ្យបងប្អូនទស្សនាមើលថាតើវាពិតប្រាកដអត់ក្តៅប៉ុន្តែនៅពេលដែលមានការបាតុភូតកើតផ្លែកភ្លាមអញ្ចឹងបងប្អូនដែលជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះសិទិននេះបានប្រមូលគ្នាឬក៏តាអាចារ្យវត្តបានគាត់សាងសង់ជាខ្ទមតូចដើម្បីទុកថែរក្សាទុកចែកជូនបងប្អូនមើលឥឡូវនេះខ្ញុំដុតធូបឆេះហើយនេះជាភ្លើងចេញពីក្នុងដីហើយតាមរុនហុយមួយនេះទស្សនិកជនឃើញស្រាប់ហើយថាឥឡូវខ្ញុំដុតធូបឆេះសម្រាប់ដែលគេជាពលរដ្ឋដែលបានមកកំសាន្តមើលជាក់ស្ដែងនេះគឺគេយកធូបដុតទៅហ្នឹងគោរពបូជាទៅតាមអបិយជំនឿនិងសាសនារបស់ប្រជាពលរដ្ឋយើងខ្មែរយើងនេះជារណ្ដៅមួយដែលឆេះភ្លើងខ្លាំងជាងគេហើយមានរណ្ដៅមួយទៀតឆេះភ្លើងដែរមិនដែលជាអណ្ដាតភ្លើងចេញមកតូចទេអត់ធំដូចជារណ្ដៅនេះទេដូច្នេះសូមអញ្ជើញទស្សនាបានច្បាស់ថាមិនមែនជារឿងភូតកុហកឬនេះទេនេះជាការពិតតែម្ដងដែលភ្លើងផុសដោះចេញពីដីមកម្ដងហើយបន្តិចទៀតនេះខ្ញុំនឹងសម្ភាសជាមួយតាដែលគាត់នៅចាំយាមនៅទីនេះគឺគាត់មានស្រុកកំណើតនៅក្នុងភូមិស្រុកកោះសិទិននេះតែម្ដងឥឡូវសូមពិនិត្យឲ្យច្បាស់នេះជារុនដែលភ្លើងឆេះចេញមកអណ្ដាតភ្លើងខ្លាំងហើយអាចដាំទឹកពុះបានយកមកឆុងតែញ៉ាំក៏បានហើយឬក៏ជារុនសัตว์អ្វីមួយដែលនៅក្នុងដីតាមពិតវាអត់មានទេគឺជាអណ្ដាតភ្លើងដែលឆេះចេញវិញជាបាតុភូតប្លែកមួយដែលយើងមិនដែលជួបប្រទះតតែសោះ
ហើយដីដុំដែលបាំងនៅជុំវិញរន្ធនេះគឺតាគាត់ដាក់បាំងដើម្បីការពារខ្យល់កុំឲ្យវាប៉ើងថាអត់មានភ្លើងឆេះឥឡូវខ្ញុំដុតទៀនឲ្យមើលមួយសារទៀតដុតទៀនគឺឆេះទៀនគឺអាចធ្វើអ្វីៗបានទាំងអស់ហាក់ប្រៀបបីដូចយើងបង្កាត់ភ្លើងឬក៏ជាចង្ក្រានហ្គាសមួយចឹងជាការពិតហ្មងហើយឥឡូវនេះដើម្បីបញ្ជាក់ការពិតខ្ញុំយកឈើមួយដើម្បីរុកទៅតែដឹងថាជំរឿណាវាជ្រៅឬក៏រាក់ដើម្បីបញ្ជាក់ប្រាប់បងប្អូនទស្សនិកជនថាវាមិនបានភ្លើងឆេះតើវាមានជំរឿណាឥឡូវខ្ញុំសូមរុកសោតដោតសាកទៅមើលអូជ្រៅណាស់มันអាចលោកទៅជ្រៅបានគឺលោកបានពាក់កណ្ដាលភ្លើងឆេះអត់มันអាចទៅដល់ខាងក្នុងទៀតបានទេប្រហែលជាជ្រៅมันអាចប៉ាន់ស្មានជំរឿរបស់វាបានទេនៅពេលដែលដាក់ឈើចូលទៅគឺត្រូវតែឆេះព្រោះភ្លើងចំហាយភ្លើងចេញពីក្នុងដីមកតែម្ដងបាទឥឡូវនេះខ្ញុំចេញពីរណ្ដៅមួយឥឡូវមកខ្ញុំបាត់ឈ្មោះមករណ្ដៅមួយនេះទៀតគឺមានភ្លើងឆេះដូចគ្នាគឺមាន2រន្ធខាងនោះមួយហើយនិងខាងនេះមួយប៉ុន្តែរណ្ដៅទាំងអស់ហ្នឹងវានៅជាប់នឹងទន្លេមេគង្គយើងតែម្ដងគឺនៅទីវាលទេសភាពដែលមើលទៅគួរឲ្យចូលចិត្តនិងស្រឡាញ់ហើយឥឡូវនេះខ្ញុំបាទចូលមកមើលរណ្ដៅមួយទៀតថាវាមានអណ្ដាតភ្លើងឆេះតិចជាងអាមុនទេប៉ុន្តែវាជាលក្ខណៈដូចគ្នាសូមអញ្ជើញយកធូបមកដុតនៅក្នុងរណ្ដៅមួយទៀតនេះរណ្ដៅនេះវាមានរន្ធតូចជាងមុនមិនមែនជាប្រជាពលរដ្ឋខ្មែរយើងដែលនៅស្រុកកោះស្ទឹងនេះយកដែកមកជីកឬក៏យកអ្វីមកជីកដើម្បីដាក់ឲ្យដុតឆេះនោះទេឥឡូវខ្ញុំដុតធូបឲ្យមើលនៅរណ្ដៅមួយទៀតដែលមើលទៅមិនសឹងតែមិនឃើញអណ្ដាតភ្លើងចេញមកប៉ុន្តែវាអាចឆេះធូបបានឥឡូវខ្ញុំដុតធូបឆេះហើយប៉ុន្តែបងប្អូនទស្សនិកជនមើលថាតើឃើញអណ្ដាតភ្លើងឬអត់ទៅពេលដែលខ្ញុំដកធូបចេញមើលទៅអត់សឹងឃើញថាអណ្ដាតភ្លើងប៉ុន្តែធូបរបស់ខ្ញុំបានឆេះខ្ញុំដុតធូបឆេះហើយប៉ុន្តែនៅមើលទៅរណ្ដៅអត់មានឃើញអណ្ដាតភ្លើងចេញមកទេនៅពេលដែលខ្ញុំបាទយកធូបទៅដុតគឺឆេះធូបរបស់ខ្ញុំបាទព្រោះអីរុនវ៉ាន់នេះវាតូចជាងមុនឥឡូវខ្ញុំដោតធូបហើយដើម្បីបញ្ជាក់ការពិតទៀតនៅពេលដែលខ្ញុំដុតធូបហើយឥឡូវខ្ញុំយកទៀនដើម្បីដុតបញ្ជាក់ការពិតមួយទៀតគឺខ្ញុំដាក់នៅចំមាត់រុននឹងតើភ្លើងឆេះទៀនអត់ឥឡូវនេះភ្លើងបានឆេះទៀនទៀតហើយនេះជាការពិតមួយដែលខ្ញុំបញ្ជាក់ការពិតគឺខ្ញុំមិនភូតកុហកទេខ្ញុំតំណាងឲ្យផលិតកម្មរ៉ូយ៉ាល់ដែលមានលោកឡាយកិនឡុងជាលេចចាងវ៉ាងផលិតកម្មឥឡូវនេះខ្ញុំមកយកទស្សនវិជ្ជាជាក់ស្ដែងគឺភ្លើងឆេះចេញពីក្នុងដីពីកន្លែងហើយនៅមានមួយកន្លែងទៀតគឺទឹកពុះគឺនៅជាប់នឹងទន្លេមេគង្គតែយើងតែម្ដងបាទឥឡូវនេះខ្ញុំដាក់ដីបាំងវិញដើម្បីឲ្យឃើញអណ្ដាតភ្លើងខ្លះឥឡូវខ្ញុំបាំងដើម្បីឲ្យមានអណ្ដាតភ្លើងចេញព្រោះនៅកណ្ដាលថ្ងៃក្តៅចេះតែម្ដងហើយខ្ញុំប៉ះដីនេះក្តៅខ្លាំងដៅអាលាកដៃមិនអាចប៉ះបានទេសារិការំពងប្រសងច្រៀងសប្បាយរៀបកាយថ្ងៃភ្នំដងរែកឲ្យចុងកាលនេះមូលចិត្តស្និទ្ធសផនដូចសាយ័នចូលជ្រៀតជ្រែកចុងកាលអើយរូបខ្ញុំឃ្លាតទៅទាំងទឹកភ្នែកទ្រូងស្ទើរបែកញែកអារាឥឡូវនេះខ្ញុំបានបន្តដំណើរពីកន្លែងដែលភ្លើងឆេះចេញពីក្នុងដីមកហើយខ្ញុំបានមកយកទស្សនវិជ្ជាមួយទៀតគឺនៅក្បែរគ្នាដែរគឺទឹកពុះ
នៅនឹងមាត់ច្រាំងទន្លេមេគង្គយើងតែម្ដងគឺមានលក្ខណៈពុះហាក់ប្រៀបបីយកជាយើងដាំទឹកអញ្ចឹងមើលឥឡូវខ្ញុំទៅចិត្តដើម្បីឲ្យបញ្ជាក់ទស្សនិកជនឲ្យបានច្បាស់ថាទឹកពុះប៉ុន្តែទឹកពុះហ្នឹងវាមានលក្ខណៈត្រជាក់ទេអត់ក្តៅទេនេះឥឡូវសូមអញ្ជើញទស្សនាមើលថាតើវាពុះរបៀបណាមិនមែនជាការផុសឬក៏ជាអ្វីជាទឹកពុះដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងមកឃើញជាក់ស្ដែងហើយមានអ្នកខ្លះដុតធូបគោរពបូជាទៅតាមពុទ្ធសាសនាមានជំនឿរៀងៗខ្លួនប៉ុន្តែនេះជាបាតុភូតមួយដ៏ចម្លែកដែលកើតមាននៅក្នុងទឹកដីខេត្តកំពង់ចាមយើងតែម្ដងគឺនៅក្នុងស្រុកកោះស្ទឹងយើងនេះហើយមិនមែនតែមានភ្លើងឆេះទៅតាមចេញមកពីដីទេគឺមានទឹកពុះនេះទៀតនេះគឺជានៅរដូវប្រាំងយើងហ្នឹងអត់មានភ្លៀងមានអីទេប៉ុន្តែមានទឹកពុះប៉ុន្តែបើសិនជានៅរដូវវស្សាទឹកអាចលិចរហូតដល់នៅកន្លែងដែលភ្លើងឆេះចេញពីដីក៏មានហើយនឹងអាចលុបនៅទីកន្លែងនេះប៉ុន្តែនៅពេលដែលខែវស្សាតើចាំវាមានបាតុភូតអ្វីប្លែកទៀតបើសិនជាមានកើតបាតុភូតប្លែកដែលទឹកលិចបាត់ហើយមានបាតុភូតប្លែកខ្ញុំបាទតំណាងឲ្យផលិតកម្ម Royal នឹងចោះយកទស្សនវិជ្ជាជាក់ស្ដែងនឹងផ្ញើជូនបងប្អូនទស្សនាម្ដងទៀតឲ្យតាមដានមើលតើវាមានបាតុភូតអីកើតចម្លែកនៅក្នុងទឹកដីកោះស្ទឹងខេត្តកំពង់ចាមយើងនេះទៀតបាទឥឡូវសូមអញ្ជើញហើយមិនមែនទឹកពុះតាមមួយកន្លែងនៅចិត្តនឹងមានទឹកពុះច្រើនកន្លែងហើយទឹកទន្លេហ្នឹងយើងអាចងូតទឹកបានយើងអាចអីធម្មតាអត់មានក្តៅទេគឺត្រជាក់ធម្មតាហើយខ្ញុំលូកដៃមើលត្រជាក់ធម្មតាអត់មានក្តៅទេប៉ុន្តែនៅពេលខ្លះមានអណ្ដាតភ្លើងចេញពីទឹកក៏មានដោយសារមានពេលវេលាដែលវាត្រូវចេញឬក៏ចំហាយដែលផុសចេញពីទឹកតែម្ដងហើយខ្ញុំបាទលូកទៅវាត្រជាក់ធម្មតាអត់មានក្តៅទេត្រជាក់ធម្មតាឥឡូវនេះខ្ញុំបាទដាក់ឧបល័រស្រូបសំឡេងនៅក្បែរទឹកពុះនឹងតើវាសូរសំឡេងទឹកពុះនឹងពិតប្រាកដឬក៏ជាការលេងសើច